នៅពេលនេះនាងខ្ញុំរស់មារយាសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបដែលមានជាបន្តបន្ទាប់ដោយតទៅលោកហ៊ុនសែននិងលោកសំរងស៊ីមានគំនិតផ្សេងគ្នាក្នុងការធ្វើវិសោធនកម្មមាត្រា 2 នៃរដ្ឋធម្មនុញ្ញព័ត៌មាននយោបាយពីគេហទំព័រសម្លេងប្រជាធិបតេយ្យ VOD បានចុះផ្សាយឲ្យដឹងថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីបានបង្ហាញយោបល់ផ្សេងគ្នាទាក់ទងទៅនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃការប្រើប្រាស់ផែនទីសម្រាប់បូរណភាពទឹកដីកម្ពុជាមាត្រា 2 នៃរដ្ឋធម្មនុញ្ញចែងថាបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបំពានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលកំណត់ក្នុងផែនទីខ្នាត1 លើ 100,000 ធ្វើនៅចន្លោះឆ្នាំ1933 ដល់ 1953 និងទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ1963 ដល់ 1969 ប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីបានថ្លែងកាលពីថ្ងៃអាទិត្យថាការកែប្រែមាត្រា 2 នៃរដ្ឋធម្មនុញ្ញអាចធ្វើឡើងក្នុងករណីដែលការកែប្រែនោះបានផ្ដល់ផលចំណេញដល់ប្រទេសកម្ពុជាលោកបន្តថាក្នុងសម័យដែលបារាំងដាក់អាណាព្យាបាលលើកម្ពុជាបារាំងក៏បានគូសផែនទីរបស់កម្ពុជាក្នុងឆ្នាំ1914ផងដែរលោកថាបើសិនជាកែរដ្ឋធម្មនុញ្ញគឺកែឆ្នាំមិនមែនកែຂະຫນាតផែនទីនោះទេលោកបញ្ជាក់ថាគួរតែកំណត់ក្នុងរដ្ឋធម្មនុញ្ញថាផែនទីកម្ពុជាសម្រាប់បបង្គោលជាមួយនឹងប្រទេសជិតខាងត្រូវគិតចាប់ពីពេលដែលបារាំងដាក់អាណាព្យាបាលរហូតដល់ឆ្នាំ1953ចំណែកកាលពីថ្ងៃទី3ខែសីហាឆ្នាំ2015លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងថាលោកនឹងលុបចោលកិច្ចព្រមព្រៀងជាមួយនឹងវៀតណាមប្រសិនបើមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា 2 ពីការប្រើប្រាស់ផែនទីខ្នាត1 លើ 100,000 ទៅជំនួសថាកម្ពុជាប្រើប្រាស់ផែនទីខ្នាត1 លើ 50,000 វិញគេហទំព័រដដែលនេះបានបន្តឲ្យដឹងតាមរយៈលោកហ៊ុនសែនក៏បានថ្លែងថាការបោះបង្គោលព្រំដែនមិនមែនត្រូវធ្វើតែជាមួយនឹងប្រទេសវៀតណាមនោះទេគឺត្រូវធ្វើជាមួយនឹងប្រទេសថៃនិងឡាវផងដែរលោកបន្តថាបើតាមរដ្ឋធម្មនុញ្ញកម្ពុជាមិនអាចប្រើប្រាស់ផែនទីខ្នាត1 លើ 200,000 ជាមួយនឹងប្រទេសថៃបាននោះទេតែលោកថាជាការល្អដែរដែលកម្ពុជាបានធ្វើអនុសារណៈយោគយល់គ្នាជាមួយនឹងប្រទេសថៃទើបកម្ពុជាអាចប្រើប្រាស់ផែនទីខ្នាត1 លើ 200,000 បានអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានមានប្រសាសន៍ថាលោកមិនបានលើពីសម្ដីរបស់លោកនាយករដ្ឋមន្ត្រីតាក់ទងទៅនឹងការកែប្រែមាត្រា 2 នៃរដ្ឋធម្មនុញ្ញក្នុងការកំណត់យកផែនទីខ្នាត1 លើ 100,000 ទៅជា1 លើ 50,000 នោះទេគួរបញ្ជាក់ថានៅថ្ងៃទី13ខែសីហាឆ្នាំ2015លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងថាលោកសំរងស៊ីបានបបួលរូបលោកធ្វើវិសោធនកម្មមាត្រា 2 នៃរដ្ឋធម្មនុញ្ញស្ដីពីការប្រើប្រាស់ផែនទីបបង្គោលព្រំដែនជាមួយនឹងប្រទេសជិតខាងដែលលោកបានរិះគន់ថាហេតុអ្វីបានខុសពីអ្វីដែលសមាជិកគណៈបកមិនចង់ឲ្យធ្វើវិសោធនកម្មប៉ុន្តែលោកសំរងស៊ីបានបដិសេធថាលោកមិនបានផ្ដាំគំនិតក្នុងការធ្វើវិសោធនកម្មនោះទេ